បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមានបានវល់ត្រឡប់ជាមួយសាច់រឿងនីតិម្ដងទៀតហើយគឺព្រាយសចាំងបងបត់ជាភាគទី3ណាបងប្អូនទាំងអស់គ្នាសាច់រឿងហ្នឹងគឺជាសាច់រឿងរន្ធត់យកតែមែនតែម្ដងអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងនៅក្នុងភូមិដាច់ស្រយាលមួយបែបជនបទណាបងប្អូនទាំងអស់គ្នាដែលហុំព័ទ្ធទៅដោយព្រៃភ្នំដល់ខៀវស្រងាត់មានរឿងរ៉ាវដល់គួរឲ្យភ័យខ្លាចមួយដែលបានកាត់ឡើងនៅភូមិឈ្មោះភូមិបាក់ខានហ្នឹងប៉ុន្តែជាកន្លែងនេះដែលគេមិនដូចជាស្គាល់នៅឡើយហាក់បីដូចជាលេងសើចនឹងរបស់ព្រេងវាសនាអញ្ចឹងព្រៃភ្នំព័ទ្ធជុំវិញជាមួយភ្នំត្រូវបានគេនិយាយថាជាទីចម្រោកដល់វិញ្ញាណអាក្រក់និងជាទីកន្លែងដែលគេហៅថាព្រាយសចាំងបងបត់ជាបិសាចស្រីដល់សាហាវដែលគេជឿថាធ្លាប់ជាស្ត្រីវ័យក្មេងម្នាក់ដែលត្រូវបានគេនឹងក្បត់ចិត្តហើយសម្លាប់ដោយអ្នកភូមិរាល់ឆ្នាំមុននាងបានស្បត់សច្ចានឹងមុខពាក្យសម្បត្តិរបស់នាងថានាងនឹងត្រឡប់នឹងមកសងសឹកជាមួយអ្នកភូមិវិញដោយការថានាងបានស្លាប់ដោយសារតែអ្នកភូមិចោទប្រកាន់នាងចេះអំពើអំពាន់ឬមួយចេះអំពើធ្មប់អ្នកភូមិមួយចំនួននៅក្នុងភូមិបានយកនាងទៅកប់ត្រឹមក្បាលតែម្ដងហើយស្រោចទឹកក្តៅទៅលើដូចជាខូខើខ្លាំងមែនទែនធ្វើឲ្យនាងចាំទុកពាក្យសម្បត្តិរបស់នាងបើសិនជាប្រលឹងនាងវិលមកវិញនាងនឹងសងសឹកជាមួយអ្នកភូមិពិតជាមិនខាននៅរដូវវស្សាឆ្នាំ2025នៅក្នុងភូមិនឹងមានភាពជួបរឿងមួយដល់ចម្លែកជាបន្តដំបូងអ្នករៀនមន្តអាគមម្នាក់ឈ្មោះសុខាបានបាត់ខ្លួនយ៉ាងអាក់កំបាំងសុខាជាប្រុសក្មេងម្នាក់អាយុ15ឆ្នាំដែលបានចូលចិត្តសិក្សាអំពីមន្តអាគមនិងរឿងរ៉ាវបុរាណគេឮថាគាត់បានចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកមន្តអាគមសច្ចាំងដែលជាសៀវភៅបុរាណដែលគេជឿថាមានអំណាចអាគមដ៏ខ្លាំងពូកែអាចនឹងឲ្យគេនឹងរៀនសូត្របានប៉ុន្តែបន្ទាប់ពីគាត់ចូលទៅក្នុងព្រៃនឹងគ្មានអ្នកណាបានដឹងដំណើរពីគាត់ទៀតទេអ្នកភូមិបានចាប់ផ្ដើមនិយាយថាព្រាយសចាំងបងបត់នឹងបានត្រឡប់មកវិញដោយសងសឹកនឹងអ្នកភូមិមួយចំនួនពិតជាមានការភ័យព្រួយណាមួយនាងបានវិលត្រឡប់មកលើកនឹងពិតជាខ្លាំងពូកែខ្លាំងណាស់អ្នកភូមិម្នាក់បាននិយាយថាដឹងហើយពួកយើងទាំងអស់គ្នាយើងគួរតែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយសារតែវិញ្ញាណសច្ចាំងបងបត់ហ្នឹងជាមនុស្សស្រីហ្នឹងវាបានចូលត្រឡប់មកវិញហើយអញ្ចឹងយើងអ្នកភូមិទាំងអស់គ្នាគួរតែមានភ្លើងមានទីងម៉ងនៅពីមុខផ្ទះដើម្បីឲ្យវាភ័យខ្លាចកុំឲ្យហ៊ានចូលមកក្នុងបរិវេណផ្ទះយើងពួកគេបានលឺសំឡេងសើចស្ត្រីដល់ចម្លែកនៅពេលយប់នឹងឃើញស្រមោលខ្មៅមួយកម្រិតដូចជានៅក្នុងព្រៃអញ្ចឹងមិនយូរប៉ុន្មានអ្នកភូមិម្នាក់ទៀតឈ្មោះម៉ៅដែលជាអ្នកនេសាទត្រូវបានគេរកឃើញស្លាប់នៅក្បែរមាត់ទន្លេដោយរាងកាយគ្មានសល់អ្វីនៅក្នុងខ្លួនទៀតទេអ្នកភូមិជឿថាព្រាយសចាំងបងបត់ហ្នឹងបានបញ្ជាក់ពីភាពខុសខើរបស់វាចេញមកអស់ហើយបរិសម្នាក់ជាចំណាស់ក៏បាននិយាយទៅក្មេងៗប្រាប់ថាក្មួយទាំងអស់គ្នាណាឲ្យមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងសូម្បីតែទៅស្រែទៅចកាឬពេលល្ងាចពេលយប់
អញ្ចឹងណាគួរតែយើងណាមានគ្នាទៅជាមួយទៅកុំឲ្យដើរតែឯងដាក់ត្រីដាក់សន្ទូចអុយជាដើមណាឥឡូវរឿងរ៉ាវអាស្រូវវាចាប់ផ្ដើមចូលទៅក្នុងភូមិយើងណាកាន់តែផ្លែទៅហើយសូមបងប្អូនក្នុងភូមិមានការប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងភូមិលោកសង្ឃចាស់ម្នាក់អង្គុយឈ្មោះព្រះសង្ឃដេគុណដេជោបានព្យាយាមធ្វើពិធីបំពុះដើម្បីបណ្ដាសាវិញ្ញាណអាក្រក់ដែលនៅក្នុងភូមិលោកបានប្រមូលអ្នកភូមិមកធ្វើពិធីនៅមុខព្រះវិហារដើម្បីធ្វើឲ្យព្រះសច្ចាំងបងបត់នឹងវារលាយទៅម្ដងទៀតតែមន្តអាគមបុរាណនៅតែធ្វើជារៀងរាល់ថ្ងៃប៉ុន្តែនៅពេលយប់នោះពេលលោកសង្ឃកំពុងតែសូត្រធម៌នៅក្នុងកុដិស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំងហើយពន្លឺភ្លើងទៀននៅក្នុងកុដិបានរលត់ពេលព្រឹកឡើងអ្នកភូមិបានរកឃើញលោកសង្ឃបានស្លាប់នៅក្នុងកុដិដោយភ្នែកទាំងពីរបើកធំនិងមានស្នាមដូចស្អីខាំកុដិអញ្ចឹងយ៉ាងជ្រៅទៅលើដងទ្រូងភាពភ័យរន្ធត់បានរីករាលដាលពេញតែភូមិតែម្ដងអ្នកភូមិមិនហ៊ានចេញទៅធ្វើស្រែនោះទេឬមួយទៅនេសាទទីទេពួកគេជឿថាព្រះសច្ចាំងបងបត់ណាវាវិលមកលើកនឹងគឺសងសឹកហើយគ្មាននរណាម្នាក់អាចបញ្ជាក់ពីនាងបានទេដោយសារលោកសង្ឃនឹងតែងតែធ្វើបាបនាងប្រឆាំងជាមួយនាងពីមុនអាគមអាពេលយប់អាត្រិតមកដល់នាងបានចូលទៅក្នុងកុដិព្រះសង្ឃនឹងធ្វើឲ្យភ្លើងទៀនទាំងមូលនៅក្នុងនឹងបានងងឹតឈឹងតែម្ដងគាត់បានចូលទៅកាច់កឬមួយចាប់ខំបឺតឈាមជញ្ជក់ឈាមតែម្ដងធ្វើឲ្យព្រះសង្ឃនៅក្នុងកុដិនឹងបានស្លាប់យ៉ាងអាកាសកាយអ្នកភូមិនៅក្នុងនឹងមានអារម្មណ៍ថាភ័យខ្លាចនិងញញែកខ្លាំងមែនទែនបានផ្ដាំទៅបងប្អូនគ្រប់គ្នាមិនឲ្យថាទៅស្រែទៅចការឬមួយទៅនេសាទនោះឡើយនៅថ្ងៃមួយក្រុមភ្ញៀវទេសចរបរទេសមួយចំនួន4នាក់បានមកទស្សនានៅក្នុងភូមិនឹងដោយសារតែភាពស្រស់ស្អាតនៃទន្លេនិងព្រៃភ្នំពួកគេបានដឹងអំពីរឿងរ៉ាវភ័យរន្ធត់ដែលកំពុងកាត់ឡើងនៅទីនោះអ្នកភូមិបានព្រមព្រៀងពួកគេឲ្យចាក់ចេញប៉ុន្តែភ្ញៀវទេសចរទាំងអស់នោះគិតថាគ្រាន់តែជារឿងនិទានធម្មតានោះទេនៅយប់មួយពួកគេបានបោះតង់ជុំវិញមាត់ទន្លេពួកគេបានឮសំឡេងស្ត្រីយំសោកសៅនៅក្នុងព្រៃប៉ុន្តែពួកគេគិតថាវាជាសំឡេងសត្វស្រាប់តែមានអនិភ័យមួយបានលេចឡើងហើយស្រមោលស្ត្រីម្នាក់ដែលស្លៀកពាក់ឈុតបុរាណបានបង្ហាញខ្លួននាងមានសក់វែងខ្មៅក្រឹបតែម្ដងនិងភ្នែកក្រហមដូចជាភ្នែកពេជ្រអញ្ចឹងភ្ញៀវទេសចរទាំង4នាក់បានស្រែកហើយព្យាយាមរត់គេចប៉ុន្តែគ្មានអ្នកណារត់គេចបាននោះទេខ្មោចឬថាខ្មោចស្រីឬព្រាយហ្នឹងជាចាំងបងបត់ហ្នឹងបានសម្លាប់ម្ដងម្នាក់ទាំង4នាក់ហ្នឹងគ្មានឲ្យអ្នកណាមួយដែលចូលមកនៅក្នុងភូមិនោះបាននោះឡើយព្រាយជាចាំងហ្នឹងតែងប្រាប់ថាខ្ញុំនឹងសម្លាប់អ្នកដែលចូលក្នុងភូមិហ្នឹងឬមួយអ្នកដែលនៅក្នុងភូមិហ្នឹងគ្មានអ្នកណាម្នាក់អាចហាមឃាត់បាននោះទេដោយកំហឹងសងសឹកនិងកំហឹងចង់កម្មចង់ពីមុនដំបូងភ្ញៀវទេសចរពេលព្រឹកឡើងវិជាប្រវត្តិក៏បានឃើញវិជាប្រវត្តិម្នាក់ក៏បាននិយាយថានឹងហើយឃើញទេណែបងប្អូនគ្រប់គ្នាបានឲ្យចាក់ចែងពីភូមិ
តែភ្ញៀវទេសចរទាំង4រៀនហ្នឹងជាបរទេសណាគាត់ថាជារឿងនិទានធម្មតាវាមិនស្អីទេនាំគ្នាបោះតង់ណានៅមាត់ទន្លេទៀតជាកន្លែងរបស់ព្រាយសចាំងហ្នឹងអញ្ចឹងហើយបានទៅស្លាប់ទាំងអស់គ្នាតែម្ដងអ្នកភូមិបានភ្ញាក់ផ្អើលនឹងការស្លាប់របស់ភ្ញៀវទេសចរបរទេសហ្នឹងណាអ្នកភូមិកាន់តែមានអារម្មណ៍ថាភ័យទៅតែម្ដងពួកគេបាននៅមាត់ទន្លេដោយដូចអស់សង្ឃឹមអញ្ចឹងដូចតែគ្នាជាមួយព្រះសង្ឃនៅក្នុងភូមិមានក្មេងស្រីម្នាក់ឈ្មោះសុជាតិលីសាដែលជាមិត្តភក្តិជិតស្និទ្ធជាមួយសុខានាងជឿថាអាគមសច្ចាំងដែលសុខាបានស្វែងរកគឺជាគន្លឹះដើម្បីបញ្ជាក់ពីព្រាយសច្ចាំងបង្បត់សូជីតាបានសម្រេចចិត្តចូលទៅក្នុងព្រៃជ្រៅតែម្នាក់ឯងទោះបីជាម្ដាយនាងបានហាមឃាត់ក៏ដោយនាងនឹងរកដំណោះស្រាយតាមមូលហេតុអ្វីបានជាព្រាយសច្ចាំងបង្បត់ហ្នឹងសម្រាប់ម្នាក់ហើយម្នាក់ទៀតទាំងគោក្របីមាន់ទីជាមួយអ្នកភូមិផងទៀតក្មេងស្រីនឹងពិតជាក្លាហានខ្លាំងមែនទែនដែលគាត់ហ៊ានចូលព្រៃតែម្នាក់ឯងដោយគ្មានខ្លាចអ្វីដែលមកចូលក្នុងជីវិតរបស់គាត់គេថានារីក្លាហានណាបងប្អូនអរគ្នាចុះយកចូលសាច់រឿងយើងតែម្ដងទៀតនៅក្នុងព្រៃសូជីតាបានរកឃើញរូងភ្នំចាស់មួយដែលមានស្ថានភាពដូចជានៅពីបុរាណអញ្ចឹងនៅខាងក្នុងនៅទីនោះនាងបានរកឃើញអាគមសច្ចាំងដែលជាសិភៅចាស់ទ្រុឌទ្រោមមួយប៉ុន្តែមានអំណាចអាគមយ៉ាងខ្លាំងនៅពេលនាងបើកសិភៅហ្នឹងស្រាប់តែមានខ្យល់បុកយ៉ាងខ្លាំងហើយសម្លេងសើចរបស់ព្រាយសច្ចាំងបង្បត់ហ្នឹងបានបន្លឺឡើងព្រាយសច្ចាំងបានបង្ហាញខ្លួនហើយបាននិយាយថាអ្នកណាដែលហ៊ានប៉ះមុនអាគមនេះនឹងត្រូវតែស្លាប់សូជីតាមិនបានភ័យព្រួយនឹងបោះបង់នោះទេនាងបានសូត្រមន្តអាគមដែលនៅក្នុងគម្ពីរនឹងដែលជាពាក្យមួយដើម្បីអាចបណ្ដោយឲ្យវិញ្ញាណអាក្រក់របស់ព្រាយសច្ចាំងហ្នឹងស្រែកយ៉ាងខ្លាំងហើយរាងកាយរបស់នាងបានចាប់ផ្ដើមរលីបាត់នៅក្នុងព្រៃនោះប៉ុន្តែមុននឹងបាត់ខ្លួនទៅនាងសន្យាថាខ្ញុំនឹងត្រឡប់មកវិញហើយនឹងអ្នកភូមិមិនអាចរួចខ្លួនទៀតទេជារៀងរហូតបន្ទាប់ពីព្រាយសច្ចាំងបានបាត់ខ្លួនអ្នកភូមិបានត្រឡប់រស់នៅដោយភាពស្ងប់ស្ងាត់វិញសូជីតាបានខ្លាចជានារីដ៏ក្លាហានប្រចាំភូមិតែម្ដងអ្នកភូមិគ្រប់គ្នាពិតជាការសរសើរទៅដល់នាងមែនទែនព្រោះអីនាងជាស្ត្រីម្នាក់ដែលមានភាពក្លាហាននិងអង់អាចដែលអាចចូលទៅក្នុងព្រៃកម្ចាត់ព្រាយសច្ចាំងនឹងតែមិនទាន់បានកម្ចាត់ដោយ 100% នោះឡើយដោយសារវិញ្ញាណសច្ចាំងគឺជាវិញ្ញាណមួយដែលកំណាចដែលធ្វើឲ្យអ្នកភូមិភ័យខ្លាចនាងបានកម្ចាត់តែវិញ្ញាណតូចតែវិញ្ញាណធំរបស់នាងគឺនៅក្នុងលអាំងគុំភូមិដ៏ជ្រៅនាងបានផ្ញើរូបរាងជាមួយសត្វប្រចៀវវ៉ាបងប្អូនគ្នាសត្វប្រចៀវណាបងប្អូនគ្នាបងប្អូនក៏ស្ដាប់ទៅគឺភ័យខ្លួនញ៉ាតែម្ដងការប្រកួតគ្នាជាមួយសូជីតាជាមួយព្រាយសច្ចាំងបង្បត់ហ្នឹងគឺ3យប់3ថ្ងៃបងប្អូនទាំងអស់គ្នាសូជីតាបានកាន់សិភៅមន្តអាគមដែលនៅក្នុងលអាងភ្នំហ្នឹងសិភៅហ្នឹងការពិតជាសិភៅរបស់ព្រាយសច្ចាំងហ្នឹងតែនាងបានរៀនទៅបែកកម្មដ្ឋានហើយអ្នកភូមិមួយចំនួនក៏ចោទប្រកាន់ថានាងរៀនអំពើធ្មប់
នាងទៅរៀនជាមួយជាចាំងបងបត់តែនាងល្មើសនឹងការបញ្ជាគេបង្រៀនតាំងសមាធិជាមុនដើម្បីឲ្យអារម្មណ៍ស្ងប់ស្ងាត់ឲ្យរៀនសូត្រទៅគឺវាមិនបែកកម្មដ្ឋានតែនាងបានរៀនដោយគ្មានគ្រូម្នាក់ដែលមកបង្ហាត់បង្រៀននាងឡើយបន្ទាប់ពីសុយតាបានបណ្ដេញព្រាយសចាំងបងបត់ហ្នឹងឲ្យចេញពីភូមិនេះហាក់ដូចបានរកឃើញមានភាពស្ងប់ស្ងាត់មួយរយៈប៉ុន្តែភាពស្ងប់ស្ងាត់នោះគ្រាន់តែជាការបណ្ដោះអាសន្ននោះទេភាពងងឹតដល់គួរឲ្យខ្លាចព្រាយសចាំងបងបត់មិនបានបាត់ខ្លួនទាំងស្រុងនោះទេប៉ុន្តែនាងបានលាក់ខ្លួននៅក្នុងជំរកព្រៃជើងភ្នំដោយរងចាំការសងសឹកនៅក្នុងភិយកនឹងជួបការរន្ធត់ជាខ្លាំងបានកាត់ឡើងដងទៀតហើយក្នុងភូមិបានធ្លាក់ចូលទៅក្នុងភាពអន្តរាយគ្មាននរណាម្នាក់អាចរួចខ្លួនការពិតថាបងប្អូនគ្នាព្រាយសចាំងនឹងមកម្ដងហើយម្ដងទៀតនៅរដូវប្រាំងឆ្នាំ1980អ្នកភូមិបានចាប់ផ្ដើមប្រទះឃើញភាពចម្លែកជាថ្មីអ្នកភូមិបានឮសំឡេងខ្សោយនៅពេលយប់ដែលហាក់ដូចជាមកពីគ្រប់ទិសទីតែម្ដងប៉ុន្តែគ្មាននរណាប្រកាសថាវាមកពីណានោះទេសំឡេងនោះគឺជាសំឡេងស្ត្រីដល់សែនអាក្រក់ដែលឈ្មោះអ្នកភូមិម្នាក់ហើយបាននិយាយថាអ្នកមិនអាចគេចផុតអំពីខ្ញុំបានទេកុមារនៅក្នុងភូមិបានភ័យខ្លាចយ៉ាងខ្លាំងហើយថែមទាំងឃើញសុបិនអាក្រក់អំពីស្ត្រីម្នាក់ដែលមានភ្នែកគ្មានពណ៌និងសក់ខ្មៅវែងអន្លាយដែលឈរនៅក្បែរក្រែពួកគេសូជីតាដែលជាមិត្តរូបនេះជាយុវជននារីអាយុ18ឆ្នាំបានចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីនោះឡើយនាងបានសុបិនឃើញសុខាជាមិត្តភក្តិរបស់នាងដែលបានបាត់ខ្លួនដោយបាត់បានមិនបានប្រាប់នាងថាសភៅអាគមសចាំងបងបត់របស់នាងទាំងស្រុងនោះទេនាងនៅតែមានជីវិតហើយនាងកំពុងប្រមូលធម្មពលសូជីតាបានភ្ញាក់ឡើងដោយញើសហូរយ៉ាងសស្រាក់ហើយដឹងថានាងត្រូវត្រឡប់ទៅរូងភ្នំដើម្បីពិនិត្យមើលសៀវភៅសចាំងនឹងសូជីតាណាបងប្អូនគ្នាគាត់បានសម្រេចចិត្តថានឹងវិលត្រឡប់ចូលក្នុងឡានភ្នំវិញដើម្បីស្វែងរកសៀវភៅមន្តអាគមដែលនាងបានសូត្រឲ្យសចាំងបងបត់ហ្នឹងព្រាយហ្នឹងវារលាយតែឥឡូវវាបានត្រឡប់មកវិញដោយមានភាពដល់កាចសាហាវអញ្ចឹងហើយនាងក៏ទៅរកសៀវភៅនោះឡើងវិញមុនពេលសុជីតាអាចធ្វើអ្វីបានព្រាយសចាំងបងបត់បានចាប់ផ្ដើមការសងសឹករបស់នាងនៅយុគមួយនោះអ្នកភូមិមួយចំនួន5នាក់ដែលភាគច្រើនជាអ្នកដែលធ្លាប់ចូលទៅក្នុងពិធីបំពុះប្រចាំឆ្នាំរបស់នាងត្រូវបានសម្លាប់យ៉ាងឃោរឃៅតែម្ដងសាកសពរបស់ពួកគេត្រូវបានរកឃើញ
នៅក្នុងវាលស្រែដោយរាងកាយត្រូវរងរបួសយ៉ាងខ្លាំងដូចជាសត្វសាហាវមួយដែលខំអញ្ចឹងបងប្អូនគ្នាដែលបានប្រទះភ្នែកឃើញប៉ុន្តែអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតគឺថានៅលើសាកសពនីមួយៗមានស្នាមដូចជាឆ្កែឆ្កួតខំអញ្ចឹងជាពាក្យខ្មែរថាជាឆ្កែខំបងប្អូនគ្នាសាច់ចាំងដែលធ្លាក់ជ្រៅទៅក្នុងបិសាចភាពភ័យខ្លាចគ្របដណ្ដប់ទៅដល់អ្នកភូមិម្ដងទៀតអ្នកភូមិបានប្រទះភ្នែកនិងត្រឡប់ស្រដៀងជារៀងរយប់ប៉ុន្តែគ្មានអ្វីអាចបញ្ចប់ព្រាយសច្ចាបានទេណាមួយវាបានហាត់រៀនមន្តអាគមព្រាយបិសាចយ៉ាងខ្លាំងធ្វើឲ្យអត្តពលរបស់វាមានអំណាចគ្មាននរណាមកកម្ចាត់ភាពឬអន្តរាយទៅវាព្រះសង្ឃថ្មីមួយអង្គឈ្មោះព្រះតេជោសុវណ្ណបានព្យាយាមធ្វើពិធីបំពុះម្ដងទៀតប៉ុន្តែនៅពេលកណ្ដាលយប់ពេលលោកកំពុងសូត្រធម៌ស្រាប់តែមានពន្លឺខ្មៅហុយចូលក្នុងវត្តព្រាយសច្ចាំងបានបង្ហាញខ្លួននៅចំពោះមុខលោកសង្ឃបាទបងប្អូនតែមិញសំឡេងរំខានបន្តិចបន្តួចពីពួកអាដែងនៅខាងក្រៅអញ្ចឹងអេដមីនក៏បន្តិចទៅឥឡូវយើងចូលមកសាច់រឿងសារថ្មីដោយសារតែនៅកន្លែងអេដមីនក្មេងៗច្រើនពេកហើយនឹងពួកអារែងដែលវាមកលេងនៅកន្លែងហ្នឹងគឺច្រើនធ្វើឲ្យអេដមីនការសម្រាយហ្នឹងវាខុសឆ្គងនៅត្រង់ហ្នឹងដែរអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងកុំឲ្យរវល់ទៅពួកអត់ប្រយោជន៍បានបង្ហាញខ្លួនចំពោះមុខសង្ឃដោយរាងកាយរបស់នាងឥឡូវនេះគ្មានសាច់គ្រាន់តែជាឆ្អឹងដែលក្រដណ្ដប់ទៅដោយសក់វែងអន្លាយនាងបានសើចយ៉ាងខ្លាំងហើយនិយាយថាគ្មាននរណាអាចបញ្ចប់ខ្ញុំបានទេព្រោះខ្ញុំគឺជាម្ចាស់សច្ចាំងនៅភាពងងឹតពេលព្រឹកឡើងព្រះសង្ឃត្រូវបានគេរកឃើញស្លាប់យ៉ាងអាណោចអាធមតែម្ដងនឹងពន្លឺតូចនៅជុំវិញវិហីសូម្បីតែព្រះសង្ឃបងប្អូនទាំងអស់គ្នាវិញ្ញាណសច្ចាំងបងបត់នឹងគាត់បានបង្ហាញខ្លួនថាគ្មាននរណាម្នាក់អាចយកវិញ្ញាណរបស់នាងបាននោះឡើយអញ្ចឹងព្រះសង្ឃក៏បានស្លាប់យ៉ាងអាណោចអាធមដោយសារតែគាត់បានធ្វើពិធីបំពោះឲ្យចអ្នកភូមិដើម្បីមកសម្រាប់នាងភាពរន្ធត់មិនបានបញ្ឈប់នៅទីនោះទេក្រុមភ្ញៀវទេសចរមួយក្រុមទៀតបានមកដល់ភូមិម្ដងទៀតដោយមានអ្នកថតរឿងឯកសារឈ្មោះលោកម៉ៃដែលចង់ធ្វើឯកសារអំពីរឿងនិទានបុរាណនៅក្នុងភូមិពួកគេបានបោះតង់នៅជុំវិញមាត់ទន្លេដោយដឹងថាពួកគេកំពុងដើរចូលទៅក្នុងអន្ទាក់នៃភាពងងឹតនៅយប់ទី1ពួកគេបានឮសំឡេងជើងដើរនៅជុំវិញប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញអ្វីនោះទេលោកម៉ៃបានបើកកាមេរ៉ាគាត់ហើយចាប់ផ្ដើមថតប៉ុន្តែអ្វីដែលគាត់ឃើញនៅក្នុងកញ្ចក់កាមេរ៉ាគឺជាស្រមោលស្ត្រីម្នាក់ដែលគ្មានមុខដោយសារតែមានគ្រាប់ភ្នែកយ៉ាងក្រហមជ្រាលជ្រៅនិងសម្លឹងមកមើលគាត់នៅរាត្រីទី2ព្រាយសច្ចាំងបានវាយត្រឡប់ទៅភ្ញៀវទេសចរយ៉ាងខ្លាំងភ្ញៀវទេសចរម្នាក់បានស្រែកហើយ
រត់ចូលទៅក្នុងទន្លេប៉ុន្តែទឹកទន្លេបានប្រម៉ែលប្រមូលគួចយកសាសពរបស់គាត់ទៅបាត់ហើយគាត់ត្រូវបានទាញចូលទៅក្នុងទឹកជ្រៅយ៉ាងខ្មៅដែលលេចឡើងជាលើកទី2អ្នកផ្សេងទៀតបានព្យាយាមរត់គេចប៉ុន្តែពួកគេត្រូវបានចាប់បានដោយសក់របស់នាងជាព្រាយសចាំងដែលហាក់ដូចជាមានជីវិតអញ្ចឹងសក់របស់នាងវាអាចប្រើការចាប់ភ្ញៀវទេសចរមួយក្រុមបាននៅជុំវិញរបស់ពួកគេនៅពេលព្រឹកអ្នកភូមិបានរកឃើញសាកសពរបស់ពួកគេដែលត្រូវបានរលួយរលេះអញ្ចឹងរូបរាងកាយគ្មានឈាមនិងគ្មានស្លាកស្នាមសច្ចាំងបានសម្លាប់យ៉ាងឃោរឃៅមានអ្នកភូមិនេះបាននិយាយថាបងប្អូនទាំងអស់គ្នាអើយភូមិយើងយូរទៅកាន់តែមានភាពអន្តរាយទៅតែយើងគិតបែបទៀតមេភូមិទាំងមូលក៏បានក៏ហៅអ្នកភូមិទាំងអស់គ្នាមកបានប្រជុំហើយនិយាយប្រាប់ម្នាក់ថាបងប្អូនទាំងអស់គ្នាក្នុងភូមិយើងឥឡូវនេះភាពស្ងប់ស្ងាត់ពីមុនណាឥឡូវលែងមានទៀតហើយដោយសារតែមានព្រាយសច្ចាំងបងបត់វាជាវិញ្ញាណព្រាយឬបិសាចដល់កាចសាហាវសូម្បីតែភ្ញៀវទេសចរបរទេសមកថតផ្ដិតរូបរាងពីភូមិរបស់យើងដែលតែស្អាតយើងអាចទាក់ទាញភ្ញៀវទេសចរឥឡូវក៏ស្ងាត់តើបងប្អូនទាំងគ្នាមានដំណោះស្រាយអ្វីខ្លះមានបងប្អូនម្នាក់គាត់បានឆ្លើយថាលោកមេភូមិខ្ញុំបានស្គាល់លោកអ៊ំសានម្នាក់ដែលនៅជើងភ្នំគូលែនគាត់ជាម្ចាស់ភ្នំនៅកន្លែងហ្នឹងក៏ចេះមុនគាថាបន្តិចបន្តួចនោះដែរតែមិនដឹងថាអាចមកកម្ចាត់ណាព្រាយសច្ចាំងនឹងបានអត់ទេសូជីតាបានសម្រេចចិត្តថានាងត្រូវបញ្ចប់រឿងនេះនាងបានត្រឡប់ទៅរូងភ្នំដោយនាំយកសិភៅមន្តអាគមសច្ចាំងនិងឧទាហរណ៍អាគមដែលនាងបានរៀនអំពីលោកតារបស់នាងនៅក្នុងរូងភ្នំនាងបានរកឃើញអាសន្នបុរាណមួយអាសន្នអធិស្ឋានមកវិញអាស្រន់បុរាណមួយដែលឥឡូវនេះបានប្រែជាខ្មៅងងឹតទៅវិញហើយមានឈាមហូរពេញថ្មតែម្ដងនៅទីនោះព្រាយសច្ចាំងបានបង្ហាញខ្លួនប៉ុន្តែឥឡូវនេះនាងមិនមែនជាស្រមោលទៀតទេនាងបានប្រែក្លាយទៅជាបិសាចដល់គួរឲ្យភ័យខ្លាចដែលមានរូបរាងកាយធ្វើពីថ្មនិងលោហិតរបស់នាងជើងនាងវែងដូចជាសត្វជើងវែងអញ្ចឹងសូជីតាបានសូត្រមន្តអាគមសច្ចាំងរបស់នាងយ៉ាងជ្រៅជ្រះតែមិនអាចទៅកម្ចាត់របស់ព្រាយសច្ចាំងបងបត់នោះបានទេនាងក៏បានប្រយុទ្ធគ្នាជាមួយបិសាចសច្ចាំងនឹងដែលបានខ្លាយខ្លួនជាបិសាចមុនជាព្រាយនេះបងប្អូននេះគ្នាឥឡូវនាងក៏បានខ្លាយជាខ្លួនជាបិសាចសូជីតាបានប្រកួតប្រជែងគ្នារយៈពេល3យប់3ថ្ងៃតែមន្តអាគមរបស់នាងសូជីតាក៏អន់ថយមិនខ្លាំងដូចជាបិសាចនោះទេបិសាចសច្ចាំងបិសាចសច្ចាំងក៏បាននិយាយថានាងមិនមែនជាដៃគូរបស់ខ្ញុំនោះឡើយពីមុនខ្ញុំទទួលស្គាល់ថានាងមានមន្តអាគមខ្លាំងដែលអាចមកកម្ចាត់ខ្ញុំតែឥឡូវនេះខ្ញុំបានខ្លាចខ្លួនជាបិសាចនាង
មិនអាចយកជីវិតខ្ញុំដូចមុននោះឡើយបិសាចចាំងបាននិយាយហើយក៏បានលើកដៃមុនគាថារបស់នាងសុជីតាក៏បាននិយាយប្រាប់ថាឈប់សិនមុនយើងស្លាប់ខ្ញុំសូមនាងម្យ៉ាងបានអត់សូមឲ្យនាងកុំទៅធ្វើបាបអ្នកភូមិឬមួយភ្ញៀវទេសចរទាំងអស់ពេលបិសាចចាំងបានលឿនអញ្ចឹងហើយសោចក្អាស់ក្អាយពេញតែព្រៃលាន់ពេញទឹកទន្លេព្រីសចាំងក៏បាននិយាយថានាងជិតស្លាប់ហើយចង់សុំអ្វីពីខ្ញុំបិសាចចាំងក៏បានសម្លាប់សុកជីតាមួយរំពេចភ្នែកដោយបានបង្ហាញខ្លួនទម្លាក់តាមទឹកទន្លេពេលព្រឹកឡើងអ្នកភូមិមួយចំនួនណាក៏បានឃើញសាកសពសុជីតាបានស្លាប់អណ្ដែតនៅមាត់ទន្លេអ្នកភូមិបានស្រង់នាងមកហើយអ្នកភូមិខ្លះទៀតណាក៏បានរត់ទៅប្រាប់ម្ដាយឪពុករបស់នាងថាលោកពូដាក់មីងសុជីតាឥឡូវនាងបានស្លាប់ទៅហើយតាមមាត់ទន្លេឪពុកម្ដាយរបស់នាងក៏យំសោកក៏រត់មកមើលកូននៅមាត់ទន្លេក៏បានឃើញសាកសពកូនស្លេកស្លាំងខ្លាំងមែនទែនហាក់ដូចជាគ្មានព្រលឹងនៅខ្លួនម្ដាយក៏បាននិយាយថាឃើញទេកូនម្ដាយបាននិយាយប្រាប់កូនម្ដងហើយម្ដងទៀតថាកុំទៅចេះដឹងដោយសារតែកូនស្រឡាញ់អ្នកភូមិខ្លាំងពេកនេះជាអំពើល្អរបស់កូនអ្នកភូមិគ្រប់គ្នាមួយចំនួននាំគ្នាយំសោកសៅយ៉ាងខ្លាំងហើយភាពរន្ធត់ក៏ចាប់ផ្ដើមចូលមកដល់ថែមទៀតពេលបុណ្យសាកសពរបស់សុជីតាបានចាប់ផ្ដើមនៅម៉ោង 8 យប់ព្រលឹងបិសាចចាំងក៏បានចូលទៅក្នុងខ្លួនរបស់សុជីតាហើយក្រោកឈរក៏បានចង្អុលមុខទៅដល់អ្នកភូមិគ្រប់គ្នាក៏បាននិយាយថាអ្នកភូមិគ្រប់គ្នាត្រូវតែស្លាប់ទាំងអស់គ្នាអ្នកភូមិម្នាក់ក៏បាននិយាយតបតទៅបិសាចចាំងនឹងថាតើពួកខ្ញុំជាអ្នកភូមិគ្រប់គ្នាមានការខុសឆ្គងអ្វីទៅលើនាងបាននាងមកចងកម្មម្ដងហើយម្ដងទៀតទៅលើអ្នកភូមិឬមួយភ្ញៀវទេសចរដែលគេមិនដឹងអីព្រោះនេះជាចាំងបងបត់នោះក៏បាននិយាយថាអ្នកភូមិឯងភ្លេចហើយមែនទេការខ្ញុំនៅជាស្ត្រីម្នាក់ខ្ញុំធ្លាប់រៀនមន្តអាគមគ្រាន់តែបែកកម្មដ្ឋានបន្តិចបន្តួចអ្នកភូមិខ្លះក៏ចោទខ្ញុំថាខ្ញុំរៀនអំពើធ្មប់អាបយកខ្ញុំទៅកប់ត្រឹមក្បាលហើយស្រោចទឹកក្តៅពីលើថែមទៀតភ្លេចហើយមែនទេព្រាយសចាំងក៏បានចង្អុតទៅមុខអ្នកភូមិគ្រប់គ្នាហើយក៏បានបាត់ខ្លួនមួយរំពេចសុជីតាក៏ធ្លាក់ខ្លួនដួលព្រុសទៅលើក្តារវិញការធ្វើសាកសពរបស់សុជីតាតាមបុណ្យប្រពៃណីក៏បានសម្រេចអ្នកភូមិម្នាក់ក៏នឹកឃើញលោកតាជាម្ចាស់ឡាននៅភ្នំគូលែនក៏បានទៅអញ្ជើញលោកតាទៅដល់ភ្នំតែម្ដងលោកតាក៏បានតាំងសមាធិថានាងពីមុនណាគឺជាព្រាយសចាំងបងបត់តែឥឡូវមុនអាគមរបស់នាងគឺខ្លាំងពូកែខ្លាំងណាស់នាងបានคลายទៅជាបិសាចទៅហើយបើសិនជាថ្ងៃពេញបរមីនាងនឹងคลายជាបិសាចពេញលិញដែលគ្មានអ្នកណាម្នាក់អាចចូលទៅក្នុងព្រៃឬទឹកទន្លេនឹងបាននោះទេបរិសម្នាក់ក៏បានទៅនិយាយជាមួយលោកគ្រូថាតើយើងមានអ្វីដំណោះស្រាយបានអត់លោកគ្រូក្នុងភូមិរបស់ខ្ញុំឥឡូវវាមានភាពភ័យខ្លាចយ៉ាងខ្លាំងជាមួយព្រាយនឹង
មួយយប់ណាវាតែងមកសម្លាប់គោក្របីនិងព្រមានទៅដល់អ្នកភូមិថែមទៀតផងលោកតាក៏បាននិយាយថាវាមានតែបានផលឬមួយមិនបានផលណាលោកតាមិនដឹងនោះទេអញ្ចឹងសូមលោកតាអញ្ជើញទៅជាមួយខ្ញុំផងពេលលោកតាបានទៅដល់នៅក្នុងរូងភ្នំនឹងហើយលោកតាក៏បានតាំងសមាធិក៏និយាយប្រាប់អ្នកភូមិគ្រប់គ្នាថាអ្នកភូមិគ្រប់គ្នាគួរតែមានការដុតភ្លើងនៅជុំវិញផ្ទះតាមរបងនីមួយគួរទិញទឹកក្រូចពណ៌ក្រហមធ្វើទិញម៉ោងម្នាក់មួយនៅក្នុងភូមិធ្វើឲ្យភាពចង្រៃចេញពីភូមិគ្រប់គ្នាតែម្ដងអ្នកភូមិម្នាក់បានឮពីសម្ដីរបស់លោកតានិយាយអញ្ចឹងហើយក៏នៅគ្នាត្រឡប់មកផ្ទះវិញក៏ធ្វើទិញម៉ោងយកពីចម្បើងទៅអ្នកខ្លះទៀតក៏យកអំពីក្រណាត់ដែលនៅសល់កញ្ចាស់ហើយឲ្យធូប3សរសៃជាមួយទឹកក្រូចពណ៌ក្រហមហើយពេលល្ងាចអ្នកភូមិគ្រប់គ្នាអុជភ្លើងពេញមុខផ្ទះនិងក្រោយផ្ទះតាមរង្គោភ្លឺគ្រប់តែភូមិតែម្ដងហើយក្នុងភូមិក៏មានតដោកអ្នកមួយនោះដែរពេលមានការអាសន្នអីគេអាចគោះតដោកហ្នឹងឲ្យលឺទៅដល់អ្នកភូមិបានពេលយប់ម៉ោង12យប់មកដល់ព្រាយសចាំងបងបត់បានคลายខ្លួនជាបិសាចហ្នឹងក៏វិលត្រឡប់ចូលភូមិតែនាងចូលដូចជាមានភាពភ័យខ្លាចអញ្ចឹងឃើញមានរូបសំណាក់មួយដែលនៅក្នុងភូមិជាច្រើនមានពលឹងពលះដែលហាមឃាត់ខ្លួនរបស់នាងតែយើងមនុស្សធម្មតាយើងមើលមិនឃើញណាបងប្អូនទាំងអស់គ្នានេះគឺជាព្រាយបិសាចបានវាអាចមើលឃើញពីមន្តអាគមរបស់រូបសំណាក់ចម្បើងក៏បានប្រយុទ្ធគ្នាជាមួយព្រាយសចាំងបងបត់នឹងតែនោះចម្បើងមិនអាចទៅរួចជាមួយបិសាចសចាំងទេវាបានធ្វើឲ្យឆេះគ្រប់តែភូមិតែម្ដងរូបសំណាក់នឹងពេលព្រឹកឡើងអ្នកភូមិបានក្រោកឡើងក៏ឃើញរូបសំណាក់ចម្លើងនីមួយបានដេកដួលនឹងដីហើយដូចមានស្នាមឆេះអញ្ចឹងលោកតាក៏បាននិយាយថានេះជាយប់ទី1ទេបងប្អូនទាំងអស់គ្នាចាំមើលយប់ទី2ទៀតវានឹងធ្វើឲ្យពួកយើងភ័យខ្លាចជាងនឹងអ្នកភូមិគ្រប់គ្នាក៏ចាប់ដើមនិយាយថាតើយើងរកដំណោះស្រាយរបៀបមួយទៀតលោកគ្រូនឹងឯលោកតាថាបងប្អូនទាំងអស់គ្នានាំគ្នាទៅវត្តទាំងអស់គ្នាក្នុងភូមិទាំងអស់សូម្បីតែកូនក្មួយអ្វីក៏ដោយយើងទុកតែគោក្របីនៅនឹងបានហើយអ្នកភូមិគ្រប់គ្នាក៏បានចូលទៅក្នុងវត្តទាំងអស់ចូលទៅក្នុងវិហារជាមួយលោកគ្រូពេលយប់ឡើងព្រាយសចាំងបងបត់ជាបិសាចនឹងក៏បានចូលទៅក្នុងភូមិតែมันបានឃើញអ្នកភូមិម្នាក់នៅក្នុងផ្ទះនោះទេម្នាក់បិទទ្វារឲ្យភ្លើងបើកភ្លើងពេញផ្ទះតែក្នុងផ្ទះក្នុងភូមិដូចជាស្ងាត់ជ្រាបតែម្ដងដូចគ្មានដំណឹងគ្មានសម្លេងអញ្ចឹងព្រាយសចាំងបងបត់ជាបិសាចក៏បានលើកដៃឡើងទៅលើបិទភ្នែកគុនគូមើលថាតើអ្នកភូមិទៅណាអស់នាងក៏បានឃើញថាអ្នកភូមិបានចូលក្នុងវិហារអស់ហើយនាងក៏បានស្រែកយ៉ាងរន្ធត់ពេញតែភូមិសំឡេងរបស់នាងធ្វើឲ្យឆ្កែគោក្របីផ្អើលពេញតែភូមិតែម្ដងនាងក៏បានចូលទៅក្នុងវិហារចូលទៅដល់របងវិហារហើយតែនាងមិនអាចចូលទៅខ្លោងទ្វារវិហារព្រះវិហារបានទេគឺវាជាតំបន់ដែលជាស័ក្តិសិទ្ធិមិនអាចឲ្យអ្នកណាម្នាក់ចូលទៅកន្លែងនឹងបានពេលនេះលោកគ្រូក៏បានលើកដៃមន្តអាគមរបស់លោកគ្រូសូត្រកំចាត់ព្រាយសចាំងនឹងជាបិសាចព្រា
ព្រីសចាំងបងបត់ជាបិសាចនឹងក៏សើចថាលោកតាកាចាស់ឯងធ្វើអ្វីខ្ញុំគ្មានបាននោះទេការប្រយុទ្ធគ្នាជាមួយព្រីសចាំងបងបត់និងលោកគ្រូក៏បានចាប់ផ្ដើមអស់រយៈពេល2ម៉ោងបានធ្វើឲ្យបិសាចសចាំងនឹងបានរលាយបាត់ចេញពីមុខហើយនាងក៏សន្យាថានាងនឹងត្រឡប់មកវិញពេលនេះអ្នកភូមិក៏មានភាពស្ងប់ស្ងាត់ឡើងវិញភ្ញៀវទេសចរក៏ចាប់ផ្ដើមចូលមកទស្សនាជាសារជាថ្មីណាមួយនៅក្នុងភូមិនឹងជាតំបន់មួយនៃភាពដែលស្រស់ស្អាតផ្ទះអ្នកភូមិនីមួយដូចជាផ្ទះបុរាណអញ្ចឹងធ្វើឲ្យភ្ញៀវទេសចរបរទេសមកផ្ដិតរូបយកទៅបង្ហោះតាមសង្គមអ៊ីនធឺណិតដូចជា Instagram, TikTok, YouTube ឬមួយ Facebook Page ធ្វើឲ្យក្នុងភូមិនឹងបានល្បីល្បាញភ្ញៀវទេសចរក៏ចូលមកជាច្រើនអ្នកភូមិបានដាំដំណាំផ្លែឈើលក់ក៏បានផលបន្តិចបន្តួចពីភ្ញៀវទេសចរនោះដែរមួយថ្ងៃទៅមួយថ្ងៃក្នុងភូមិកាន់តែមានភាពរីកចម្រើនទៅដោយសារតែលោកមេភូមិនិងលោកមេឃុំបានដឹកនាំដោយមានប្រជាប្រិយភាពខ្លាំងមែនទែនហើយភាពស្ងប់ស្ងាត់ណាក៏វិលមកត្រឡប់ឡើងវិញគ្មានអ្វីដែលកើតឡើងស្អីរឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងតែមាននិយាយតែប៉ុណ្្នឹងទេបាយបិទ